អបអរសាទរពុកម៉ែបងប្អូនដែលរស់នៅខំពយស្រុកអូជុំដែលទទួលបានផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង 4,100 ម៉ែត្រដែលតបចុះពីក្រុងបានលុងដល់សាលាខំពយនាពេលដ៏ខ្លីខាងមុខឆាប់ៗនេះពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខំពយស្រុកអូជុំនឹងទទួលបានផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែង 4,100 ម៉ែត្រទទឹង 7 ម៉ែត្រពីខាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរីមិនតែប៉ុណ្ណោះខាងរដ្ឋបាលខំពយក៏ទើបតែបើកការដេញថ្លៃធ្វើផ្លូវបេតុងប្រវែង 440 ម៉ែត្រក្រុងនឹងអនុវត្តក្នុងឆ្នាំ 2026 ជាមួយគ្នានេះផងដែរជាក់ស្ដែងនៅព្រឹកថ្ងៃទី 6 ខែធ្នូឆ្នាំ 2025 មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរីបានរៀបចំពិធីបើកសម្ពោធការដ្ឋានជួសជុលកំណត់ផ្លូវជាតិលេខ 78-5 ស្ថិតក្នុងឃុំពយស្រុកអូជុំដោយមានការអញ្ជើញចូលរួមពីឯកឧត្តមញ៉ែមសំអឿនអភិបាលនៃគណៈអភិបាលខេត្តរតនគិរីជាអធិបតីនិងវត្តមានលោកមេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំង3ប្រភេទលោកស្រីប្រធានមន្ទីរជុំវិញខេត្តលោកអភិបាលរងស្រុកមេឃុំនិងបងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សជាច្រើនឯកឧត្តមសាយសមៀនប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរីបានមានប្រសាសន៍ថាគម្រោងជួសជុលផ្លូវជាតិលេខ 78-5 ប្រវែង 4,100 ម៉ែត្រនិងទទឹង 7 ម៉ែត្រពី PK21/950 ដល់ PK26/050 ជាប្រភេទគ្រឹះថ្មមិចនិងក្រាលកៅស៊ូ2ជាន់ DBST មាន2កន្លងឯកឧត្តមបានបញ្ជាក់បន្ថែមថាពីក្រុងបានលុងទៅស្រុកតាវែងត្រូវឆ្លងកាត់ស្រុកអូជុំដែលធ្វើដំណើរលើផ្លូវ 78-5 រួចបន្តទៅដល់តំបន់កន្ទុយនាគដែលមានចម្ងាយសរុប 166.718 គីឡូម៉ែត្រដោយឡែកបច្ចុប្បន្នខាងមន្ទីរសាធារណការបានអនុវត្តបានផ្លូវកៅស៊ូចំនួន 21.950 គីឡូម៉ែត្រដូច្នេះយើងនៅសល់ត្រឹម 24 គីឡូម៉ែត្រទៀតនឹងទៅដល់ស្រុកតាវែងហើយប៉ុន្តែឆ្នាំនេះខាងមន្ទីរសាធារណការទទួលបានផ្លូវចំនួន 4 គីឡូម៉ែត្រនៅខ្វះតែ 20 គីឡូម៉ែត្រទៀតនឹងទៅដល់ស្រុកតាវែងឯកឧត្តមបានបន្តថាថ្ងៃនេះជាថ្ងៃពិសេសដែលបងប្អូនទទួលបានកាដូ2ដែលកាដូទី1គឺយើងបានរក្សាថ្នាក់ដឹកនាំឯកឧត្តមញ៉ាំសំអឿនទៅកាន់ជាអភិបាលខេត្តរតនគិរីដដែលនិងកាដូទី2គឺយើងទទួលបានផ្លូវក្រាលកៅស៊ូ DBST ឯកឧត្តមញ៉ាំសំអឿនអភិបាលនៃគណៈអភិបាលខេត្តរតនគិរីមានប្រសាសន៍ថាផ្លូវជាតិមួយខ្សែនេះវាជាតម្រូវការមិនអាចខ្វះបានរបស់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរក្នុងការធ្វើដំណើរទៅកាន់ទីផ្សារសាលារៀនមន្ទីរពេទ្យនិងការដឹកជញ្ជូនទំនិញភោគផលកសិឧស្សាហកម្មពិសេសរួមជាមួយនឹងកិច្ចការពារអធិបតេយ្យភាពទឹកដីឯកឧត្តមញ៉ាំសំអឿនបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជួយសហការគុំដឹកជញ្ជូនសំពីងសំពងនិងដឹកគ្រោះថ្មខ្សាច់ដោយធ្វើការវេចខ្ចប់ឲ្យបានត្រឹមត្រូវឯកឧត្តមសាយសមៀនបានសម្ដែងនៅការស្វាគមន៍យ៉ាងកក់ក្ដៅនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ឧត្តមឧត្តមរបស់ឯកឧត្តមញ៉ាំសំអឿនអភិបាលនៃគណៈអភិបាលខេត្តរតនគិរីដែលឯកឧត្តមបានលះបង់ពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងអង្គពិធីនេះដែលធ្វើឲ្យអង្គពិធីប្រព្រឹត្តទៅយ៉ាងអធិកអធមនិងគួរជាទីមោទនភាពក្រៃលែងដោយមើលឃើញការអភិវឌ្ឍផ្ទុនបែបនេះធ្វើឲ្យមហាជនស្ញើសរសើរថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តរតនគិរីជាពិសេសឯកឧត្តមញ៉ាំសំអឿនដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលលោកខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យទឹកដីភូមិភាគឦសានមួយនេះមានភាពស្រស់បំព្រងអនាម័យគុណតម្លៃនិងភាពរីកចម្រើនគួរជាទីគាប់ចិត្ត